នាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថានស៊ីណាវ៉ាត្រាក្រុងសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោកអេម៉ានុយអែលម៉ាក្រុងនៅរសៀលថ្ងៃទី27ខែមិថុនាឆ្នាំ2025នេះចំពេលភាពតានតឹងកើនឡើងជាមួយកម្ពុជាទាក់ទងនឹងបញ្ហាព្រំដែនយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី27ខែមិថុនាឆ្នាំ2025ឲ្យដឹងថាលោកស្រីផែថងថានបានធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាលនៅព្រឹកនេះហើយក្រុងទូរស័ព្ទទៅលោកម៉ាក្រុងនៅម៉ោង4រសៀលពុំមានការបញ្ជាក់នោះទេថានាយករដ្ឋមន្ត្រីថៃនឹងពិភាក្សាពីបញ្ហាអ្វីជាមួយលោកម៉ាក្រុងនោះទេប៉ុន្តែលោកស្រីផែថងថានក៏ជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃលោកមេរិសសេនយឹមផងសាដែលរំពឹងថានឹងពិភាក្សាតាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជានិងជំហរកាន់តែខ្លាំងឡើងរបស់សម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាសូមជម្រាបជូនដែរថាអំឡុងពេលអញ្ជើញចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិនៅទីក្រុងនេះប្រទេសបារាំងចាប់ពីថ្ងៃទី09ដល់ថ្ងៃទី11ខែមិថុនាឆ្នាំ2025សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកយកបញ្ហាព្រំដែនដែលកំពុងតានតឹងជាមួយថៃប្រាប់ទៅប្រធានាធិបតីបារាំងដើម្បីឲ្យមេដឹកនាំអន្តរជាតិផ្សេងទៀតដឹងឮពីបញ្ហាព្រំដែនកម្ពុជាថៃគោលបំណងគឺកម្ពុជាចង់បញ្ជាក់ពីជំហររបស់ខ្លួនថាកម្ពុជាចង់រក្សាសន្តិភាពមិនចង់ធ្វើសង្គ្រាមទេដូច្នេះសម្រាប់កម្ពុជាមានតែតុលាការយុត្តិធម៌អន្តរជាតិ ACJ ប៉ុណ្ណោះដែលអាចជួយស្វែងរកដំណោះស្រាយបញ្ចប់វិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីដោយសន្តិវិធីនិងយូរអង្វែងកម្ពុជាបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិរួចហើយដើម្បីឲ្យជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ទាំង4នេះលោកសុងហ្វ្រុងសាលតានរដ្ឋមន្ត្រីប្រតិភូអំនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី12ខែមិថុនាឆ្នាំ2025ថាប្រធានាធិបតីបារាំងលោកអេម៉ានុយអែលម៉ាក្រុងបានបញ្ជាក់ថាបារាំងអាចសម្របសម្រួលផ្ដល់ឯកសារដល់ទាំងភាគីកម្ពុជានិងថៃប្រសិនបើចាំបាច់ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជាថៃ